រដ្ឋមន្ត្រីការពារជាតិថៃនឹងចូលរួមចរចាផ្ទាល់ជាមួយកម្ពុជានៅថ្ងៃសៅរ៍ដើម្បីស្វែងរកបទឈប់បាញ់បាងកកនាយករដ្ឋមន្ត្រីថៃលោកអនុទានបានប្រកាសនៅថ្ងៃសុក្រនេះថារដ្ឋមន្ត្រីការពារជាតិថៃនឹងចូលរួមដោយផ្ទាល់នៅក្នុងកិច្ចពិភាក្សាជាមួយកម្ពុជានៅថ្ងៃសៅរ៍ស្អែកនេះដែលត្រូវបានគេរំពឹងថានឹងអាចនាំនៅរកបទឈប់បាញ់នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោកអនុទានបានបញ្ជាក់ថាប្រសិនបើភាគីទាំងពីរអាចឈានទៅដល់ការព្រមព្រៀងថ្មីមួយបាននោះខ្លឹមសារនៃកិច្ចព្រមព្រៀងថ្មីនេះនឹងស្របតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមុនដែលសម្របសម្រួលដោយលោកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងបាងកកលោកអនុទានបានសង្កត់ធ្ងន់ថាអ្វីដែលសំខាន់គឺយើងទាំងពីរត្រូវរក្សាពាក្យសន្យាថានឹងមិនគំរាមកំហែងបំពានឬញុះញង់ឡើយនឹងកាត់បន្ថយអរិយភាពរវាងប្រទេសទាំងពីរទន្ទឹមគ្នានេះនាយករដ្ឋមន្ត្រីប្រចាំផ្ទះថៃរូបនេះក៏បានសម្ដែងក្តីសង្ឃឹមថាលើកនេះជាលើកចុងក្រោយដែលត្រូវចុះហត្ថលេខាកិច្ចព្រមព្រៀងបែបនេះដើម្បីឲ្យមានសន្តិភាពនៅក្នុងតំបន់និងប្រជាជនអាចត្រឡប់ទៅផ្ទះសម្បែងវិញ។